សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជុំជាមួយខ្ញុំសាជាថ្មីនៅក្នុង channel តោះរៀនថ្ងៃនេះខ្ញុំមានមេរៀនមួយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាពីកម្មវិធី Adobe Photoshop ពួកមេរៀននេះខ្ញុំនឹងធ្វើជាវគ្គផ្នែកនីមួយៗជាមេរៀនទី1រហូតដល់តែបញ្ចប់វគ្គសិក្សា Adobe Photoshop នេះហើយនេះគឺជាមេរៀនទី1ដែលខ្ញុំនឹងនិយាយអំពីកម្មកាត់ Artboard សម្រាប់កិច្ចការងារនៅលើ Photoshop ហើយ Artboard នៅលើ Photoshop នេះមានមុខងារអ្វីខ្លះខ្ញុំនឹងបញ្ជាក់នៅក្នុងវីដេអូនេះទៅកាន់បងប្អូនទាំងអស់គ្នាបាទឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងចាប់ផ្ដើមចូលទៅក្នុងកម្មវិធី Adobe Photoshop ទាំងអស់គ្នាចំពោះការបង្កើត Artboard ក្នុង Adobe Photoshop យើងមានពីរវិធីសាស្ត្រទី1យើងចូលពាក្យ New File អូខេហើយយើងក៏នឹងឃើញផ្ទាំង New Document មួយបង្ហាញមកនៅលើនេះឬក៏មួយទៀតយើងចុច Ctrl N Ctrl អក្សរ N អូខេចុច Ctrl អក្សរ N ក៏វា load មកជា New Document ដែរអូខេឥឡូវយើងចូលចំពោះកិច្ចការងារនៅលើ Artboard នេះតើ Artboard នេះមានតួនាទីអ្វីខ្លះអូខេចំពោះ Artboard នេះនៅត្រង់ចំណុចនេះគឺជាកន្លែងសម្រាប់ដាក់ឈ្មោះកិច្ចការងាររបស់យើងដូចជាហើយយើងអាចសរសេរថាយើងបង្កើតជា picture 4x6 អញ្ចឹងណាយើងដាក់ picture 4x6 អូខេយើងថា 4x6 ហើយនៅពេលដែលយើង save គឺវានឹង load ឈ្មោះ file ថា picture 4x6 អូខេហើយចំពោះត្រង់កន្លែងនេះគឺជា y ទំហំទទឹងរបស់ទំហំវាគឺ7 inch តែជាទូទៅយើងអាចប្រើប្រាស់ជាຂະຫນាត pixel ដែលស្មើនឹង1200 pixel ហើយ2100 pixel ហើយនឹង1500 pixel តែបើយើងពិបាកយើងអាចកំណត់ចំនួនអីក៏បានហើយយើងជ្រើសរើសទៅតាមទំហំហ្នឹងចំនួននេះគឺជាទំហំទទឹងហើយនេះគឺជាទំហំកម្ពស់ប្រវែងកម្ពស់ដូច្នេះទទឹងវែងជាងកម្ពស់វាជាกระดาษផ្ដេកអូខេបើយើងចង់កំណត់ពឈរវិញយើងមិនចាំបាច់កែច្រើនយើងចុចតែកន្លែងនេះមកគឺវានឹងផ្លាស់ប្ដូរទីតាំងវាដែលទំហំកម្ពស់ឡើង7វិញផ្ដេកគឺ5ហើយចំពោះកន្លែងនេះគឺជាការកំណត់Artboard នេះផ្ដេកឬក៏ពឈរអូខេហើយនេះគឺជាទំហំដែលយើងគិតថាกระดาษកិច្ចការនេះគឺជាកន្លែងកំណត់ຂະຫນាតរបស់ Artboard នេះជា pixel inch centimeter millimeter point ហើយ pixel អូខេហើយត្រង់ចំណុចនេះ resolution គឺកម្រិតភាពច្បាស់នៃArtboard នេះជាទូទៅ Artboard resolution កាន់តែខ្ពស់ធ្វើឲ្យរូបភាពកាន់តែច្បាស់ហើយនេះចំពោះresolution នេះយើងដាក់300គឺមានន័យថា300 pixel ក្នុង1 inch ចឹងមានថាក្នុងចន្លោះ1 inch ហ្នឹងគឺមានទំហំមានចំនួន300 pixel អូខេហើយជាទូទៅគេកំណត់ត្រឹមតែយើងអាចកំណត់72ឬក៏9គុតហើយនឹង150 300បាទហើយចំពោះresolution នេះខ្ញុំសូមបញ្ជាក់ resolution កាន់តែខ្ពស់ធ្វើឲ្យ Artboard កាន់តែច្បាស់និងសញ្ញាកិច្ចការកាន់តែច្បាស់ប៉ុន្តែមានចំណុចបញ្ហាមួយគឺប្រសិនបើកុំព្យូទ័ររបស់យើងមានស្ពេចតូចនៅពេលដែលយើងកំណត់ resolution កាន់តែខ្ពស់ធ្វើឲ្យការធ្វើការងារគឺកាន់តែពិបាកមូលហេតុគឺវាអាស្រ័យទៅលើ graphic ហើយនឹងកម្លាំងម៉ាស៊ីនអូខេហើយចំពោះនេះគឺ color mode ចំពោះ color RGB គឺមានន័យថាសម្រាប់យើងធ្វើការ design ហើយយកទៅផុសគឺយើងប្រើជ្រើសរើស color RGB ប៉ុន្តែបើយើងធ្វើជា poster ឬក៏ name card ដែលយើងត្រូវ edit ហើយរៀបចំហើយត្រូវ print គឺយើងប្រើ color CMYK អូខេចឹងដូច្នេះយើងអាចកំណត់សម្គាល់ថាបើជារូបភាពគ្រាន់តែយើង design ហើយយកទៅផុសនៅក្នុង Facebook ឬក៏
កម្មវិធីដែលសង្គមណាមួយយើងអាចជ្រើសរើសយក color RGB តែបើយើងត្រូវ print ជា poster ជាក្រដាស់ចេញមកក្រៅយើងជ្រើសរើស color CMYK អូខេត្រង់ចំណុចនេះគឺជា background របស់ artboard ចំពោះនេះពណ៌សគឺមានន័យថា artboard របស់យើងគឺមានផ្ទៃពណ៌សពណ៌ខ្មៅគឺ artboard មានផ្ទៃពណ៌ខ្មៅហើយ background color មានន័យថាជាការជ្រើសរើស color របស់ខ្លួនឯងថាខ្លួនឯងចង់បានពណ៌ណាយើងជ្រើសរើសពណ៌ហ្នឹងទៅអូខេហើយចំពោះtransparent គឺមានថា artboard ហ្នឹងគ្មាន background ទេដែលយើងសម្គាល់ថាពណ៌ប្រផេះនិងពណ៌សជាកន្លែង4ជ្រុងពេញ background ហ្នឹងគឺជា background transparent អាហ្នឹងគឺគេប្រើសម្រាប់នៅពេលដែលយើងចង់ edit logo ណាមួយដែលមិនចង់បាន background ខាងក្រោយគ្រាន់តែយើងគូរ logo ហើយគឺអាច save ជា file PNG ដើម្បីយកមកប្រើប្រាស់ដោយគ្មាន background មានតែ logo គឺយើងត្រូវជ្រើសរើស background ប្រភេទ transparent ហើយ custom មានថាគឺការច្នៃការ design background artboard នេះដោយខ្លួនឯងអូខេហើយនៅពេលឧទាហរណ៍ឥឡូវខ្ញុំជ្រើសរើសយកពណ៌សអញ្ចឹងយើងនៅពេលយើង click add មកវានឹង load background ពណ៌សទំហំ 5x7 លើ 7 ទៅ 5ណាហើយបើយើងចង់បង្កើត artboard មួយទៀតយើងចុច Ctrl N មកវានឹង load មកហើយអូខេហើយចំពោះត្រង់ចំណុចនេះមាន photo print web mobile ហើយនេះគឺជាຂະຫນាតរូបភាពដែលយើងជ្រើសរើសយើងចង់បាននេះជាຂະຫນាត 4x6 នៃរូបថតអញ្ចឹងមានថាបើយើងចង់ design រូបថត 4x6 យើងជ្រើសរើសយកទីតាំងនេះក្រោយទីតាំងនេះតែម្ដងព្រោះទីនេះវាបានកំណត់ទីតាំងឲ្យយើងហើយនេះគឺជាຂະຫນាត 4x6 បញ្ឈរហើយនេះគឺជាຂະຫນាត 4x6 ផ្ដេកអូខេហើយនេះគឺជាប្រភេទ print អូខេprint មានន័យថាគឺជាទំហំក្រដាស់ដែលយើងត្រូវការ design ឧទាហរណ៍យើងចង់ design ប្រភេទ cover សៀវភៅមួយតែយើងពិបាកកំណត់ຂະຫນាតថាសៀវភៅហ្នឹងមានຂະຫນាតទំហំប៉ុន្មានអញ្ចឹងយើងមិនចាំបាច់ពិបាកគឺយើងចូលកន្លែង print ហើយយើងជ្រើសរើសຂະຫນាតក្រដាស់ដែលយើងចង់បាននេះគឺជាຂະຫນាត A4 ហើយនេះជាຂະຫນាតក្រដាស់ Letter ហើយនេះ A6 A5 A3 A5 B5 គឺមាននៅទីនេះទាំងអស់អូខេចំពោះមកបានគឺការ design cover ឬក៏ background ទូរស័ព្ទ background ទូរស័ព្ទមានន័យថាម៉េចគឺនៅពេលដែលយើងចង់បាន background ឬក៏ cover ទូរស័ព្ទដែល wallpaper ដែលយើងនិយាយថាពាក្យខ្លីគឺ wallpaper សម្រាប់ទូរស័ព្ទគឺមាននៅទីនេះទាំងអស់ទី1គឺ iPhone X iPhone 8 7 6 Plus មានទាំងអស់នៅទីនេះ iPad Microsoft Surface អីយើងអាច design បានទាំងអស់សូម្បីតែនាឡិកាក៏យើងអាច design បានដែរអូខេហើយនេះប្រភេទ film នៅពេលដែលយើងធ្វើ cover ធ្វើជា cover សម្រាប់ post នៅក្នុង YouTube យើងអាចជ្រើសរើសទំហំនៅទីនេះបានមានអ្វីខ្លះគឺយើងអាចជ្រើសរើសទៅតាមតម្រូវការអូខេគឺងាយស្ងាយដែលគេផលិតមកគេបង្កើតឡើងមកគឺដើម្បីសម្រួលដល់អ្នកយើងក្នុងការធ្វើការងារជាមួយនឹងកម្មវិធី Adobe Photoshop អូខេហើយឧទាហរណ៍ឥឡូវខ្ញុំជ្រើសរើសប្រភេទ mobile ជ្រើសរើសប្រភេទ iPhone X ដើម្បីធ្វើជាគំរូហើយខ្ញុំជ្រើសរើស background ពណ៌ខ្មៅអូខេនេះគឺជាគំរូ iPhone X យើង design នៅក្នុងតែ artboard មួយនេះមកហើយយើងនៅពេលដែលយើង design ហើយយើងអាចដាក់ចូលទៅក្នុង iPhone X គឺត្រូវគ្នាតែអរគុណដូច្នេះវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយដើម្បីទទួលបានវីដេអូចែករំលែកថ្មីៗពីខ្ញុំបន្តទៀតសូមកុំភ្លេចចុច like និង subscribe channel YouTube របស់ខ្ញុំដើម្បីជាការលើកទឹកចិត្តនិងគាំទ្រដល់ការផលិតវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ